សកប្រទេសថៃនិយាយថាកងទ័ពជើងគោកថៃប្រមានវិបកវិញយ៉ាងធ្ងន់ធ្ងរប្រសិនបើកម្ពុជាប្រើប្រាស់អាវុធ PHL-03 ប្រិយមិត្តជាទីមេត្រីដំណឹងបន្ថែមទៀតសកមិនបានថៃនិយាយពាក់ព័ន្ធរឿង PHL-03 កងទ័ពជើងគោកថៃតាមដានស្ថានភាពព្រំដែននិងបញ្ជាក់ពីករណីផ្ទុះមីនក្នុងខេត្តសិរិនយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កងទ័ពជើងគោកថៃបានអះអាងថារហូតមកដល់ពេលនេះមិនទាន់មានការសង្កេតឃើញសកម្មភាពចល័តណាមួយនៃប្រព័ន្ធកម្មជ្រួច PHL-03 របស់កម្ពុជានៅតាមបណ្ដោយព្រំដែននោះទេទោះជាយ៉ាងណាក៏ដោយភាគីថៃបានបញ្ចេញនៅសារព្រមានថារាល់ការប្រើប្រាស់អាវុធណាមួយប្រឆាំងនឹងប្រទេសថៃនឹងត្រូវប្រឈមមុខនឹងការវាយបកវិញយ៉ាងជាក់លាក់ចូលទៅក្នុងជម្រៅនៃទឹកដីកម្ពុជាលោកឧត្តមសេនីយ៍តូវិនថៃណែនាំពាក្យកងទ័ពជើងគោកថៃរូបនេះបានលើកឡើងអំពីឧបទ្ទហេតុមួយដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី27កុម្ភៈម្សិលមិញដោយក្នុងនោះកងកម្លាំងនៅតំបន់ទី2បានជន់មីនក្នុងកំឡុងពេលបំពេញភារកិច្ចនៅមូលដ្ឋានមួយកន្លែងក្នុងតំបន់ចុងរាយីស្រុកកាប់ជឹងខេត្តសុរិនលោកបានបញ្ជាក់បន្ថែមថាតំបន់ដែលកើតហេតុនោះគឺជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងនិងអធិបតេយ្យភាពពេញលេញរបស់ប្រទេសថៃពាក់ព័ន្ធនឹងក្តីបារម្ភរបស់សាធារណជនជុំវិញសេចក្តីរាយការណ៍ពីការចល័តអាវុធធុនធ្ងន់ប្រភេទ PHL-03 របស់កម្ពុជានោះណែនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាផ្អែកតាមព័ត៌មានសម្ងាត់ដែលទទួលបានគឺមិនទាន់មានសញ្ញានៃការចល័តប្រព័ន្ធអាវុធទាំងនោះក្នុងកម្រិតដែលអាចជាអតិពលឬផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែននៅឡើយនោះទេនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងថៃភ័យស្លន់ស្លោបទៅនឹងអាវុធធុនធ្ងន់ប្រភេទ PHL-03 ក៏ប៉ុន្តែពាក់ព័ន្ធរឿងអីខ្ញុំអត់យល់ដែរប្រិមិត្តសុកមានការសួររឿងអាវុធ PHL-03 ចុះមានការផ្ទុះស្ថានភាពពីងកាលបើទោះបីជាកម្ពុជាមានឬក៏យ៉ាងណាមិនពាក់ព័ន្ធជាមួយថៃឯងទេមិនបានថៃឯងក៏ប្រកាន់ម្លេះពាក់ព័ន្ធអាវុធកម្ពុជានឹងខ្លួនឯងមានដល់អាវុធទំនើបវាយប្រហារកម្ពុជា F-16 T-50 ពីកូរ៉េ Gripen ពីប្រទេសស៊ុយអែតជាដើមនិងអាវុធដែលទំនើបជាងកម្ពុជាឆ្ងាយក៏ប៉ុន្តែបើកម្ពុជាមាន PHL-03 មែនមិនបានថៃឯងចេះតែគម្រាមកំហែងបើសិនជាកម្ពុជាប្រើមែននឹងឆ្លើយតបយ៉ាងចាស់ដៃណានៃរបស់ថៃនេះគឺជាអ្វីដែលកាសែត The Nation Thailand និយាយពាក់ព័ន្ធទៅនឹងកងទ័ពជើងគោកថៃប្រមានវេកបកវិញយ៉ាងធ្ងន់ធ្ងរបើសិនជាកម្ពុជារបស់យើងប្រើប្រាស់អាវុធ PHL-03 ចឹងទេសូមមេត្តាជ្រាបជាដំណឹងដល់ក្តៅកគុកមួយទៀតពាក់ព័ន្ធទៅនឹងតំបន់មជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅយ៉ាងខ្លាំងប្រទេសចិនសហរដ្ឋអាមេរិកជាដើមបណ្ដាប្រទេសនានាកំពុងតែប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនចាក់ចេញជាបន្ទាន់ពីអ៊ីស្រាអែលឬក៏អ៊ីរ៉ង់ដែលអសានវត្ត15ថ្ងៃរបស់ត្រាំនឹងការចល័តនាវាផ្ទុកយន្តហោះដ៏មហិមាឡំពាត់ប្រទេសអ៊ីរ៉ង់តើវាយឬក៏មិនវាយពិភពលោកកំពុងស្ថិតក្នុងភាពភ័យព្រួយបារម្ភជាខ្លាំងខណៈតំបន់មជ្ឈិមបូព៌ាបានរួចច្រានមកដល់មាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានដាក់អសានវត្តចុងក្រោយរយៈពេលត្រឹម15ថ្ងៃប៉ុណ្ណោះឲ្យទីក្រុងតេអ៊ីរ៉ង់ចោះញោមនឹងលក្ខខណ្ឌនុយក្លេអ៊ែរបើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការទម្លាក់គ្រាប់បែកវិបត្តិដ៏ស្រួចស្រាវដែលកំពុងអង្រួនសន្តិសុខសកលនាខែកុម្ភៈ2026នេះមានឫសគល់តាំងពីប្រតិបត្តិការពាក់កណ្ដាលត្រៀតនាខែមិថុនាឆ្នាំ2025ដែលការនោះអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃទៅលើមជ្ឈមណ្ឌលនុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់បច្ចុប្បន្នស្របពេលដែលអ៊ីរ៉ង់ព្យាយាមស្ដារហេដ្ឋារចនាសម្ព័ន្ធទាំងនោះឡើងវិញភាពតានតឹងបានហក់ឡើងទៅដល់កម្រិតអាសន្នថ្មីមួយដែលមិនធ្លាប់មានទោះបីជាមានការប៉ុនប៉ងដោះស្រាយតាមផ្លូវការទូតនៅទីក្រុងសឺនាវកាលពីថ្ងៃទី26កុម្ភៈ2026ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់ក៏ដោយក៏លទ្ធផលហាក់នៅឆ្ងាយពីការរំពឹងទុកនៅឡើយក្នុងនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទោះបីជាចាត់ទុកកិច្ចពិភាក្សាថាមានភាពហ្មត់ចត់បំផុតក៏បានបដិសេធដាច់អហង្ការចំពោះការទាមទារហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោនដែលតម្រូវឲ្យកំទេចចោលទីតាំងនុយក្លេអ៊ែរសំខាន់និងប្រកល់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ឲ្យអាមេរិកភាគីអ៊ីរ៉ង់នៅតែរក្សាជំហររឹងត្អឹងដោយសុខចិត្តពិភាក្សាតែលើបញ្ហានុយក្លេអ៊ែរប៉ុន្តែបដិសេធមិនដាក់បញ្ចូលកម្មវិធីមីស៊ីលឬបណ្ដាញក្រុម proxy ទៅក្នុងរបៀបវិរៈនៃកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលគ្មានឃ្លាពេលថ្ងៃលិចតាមការចង់បានរបស់សហរដ្ឋអាមេរិកឡើយស្របពេលដែលកិច្ចពិភាក្សាបច្ចេកទេសគ្រោងនឹងបន្តនៅទីក្រុងវីយ៉ែនសហរដ្ឋអាមេរិកវិញបានបង្កើនសម្ពាធយោធាដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ2003មកវត្តមានរបស់នាវាផ្ទុកយន្តហោះដែលធំបំផុតក្នុងលោកគឺ USS Gerald R. Ford អមដោយនាវាពិឃាតចំនួន9គ្រឿងកំពុងឈរជើងយ៉ាងត្រដែតនៅក្បែរប្រទេសអ៊ីស្រាអែលជាសារព្រមានផ្នែកយោធាដ៏មានឥទ្ធិពលបំផុតខណៈលោកដូណាល់ត្រាំទុកពេលឲ្យ15ថ្ងៃដើម្បីសម្
សម្ដេចកិច្ចព្រមព្រៀងអនុប្រធាននៃតំបន់វ៉ាន់ក៏បានបញ្ជាក់បន្ថែមថាទោះបីជាអាមេរិកមិនចង់ជាប់ផងក្នុងសង្គ្រាមរ៉ាំរ៉ៃប៉ុន្តែជំរើសវាយប្រហារយោធានៅតែស្ថិតនៅលើតុដើម្បីធានាថាអ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាតសញ្ញានៃការត្រៀមលក្ខណៈសង្គ្រាមកាន់តែច្បាស់ឡើងនៅពេលដែលយ៉ាងហោចណាស់មានប្រទេសចំនួន15បានចេញបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនជំលះចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់មហាអំណាចដូចជាប្រទេសចិនអាល្លឺម៉ង់ចក្រភពអង់គ្លេសកាណាដានិងអូស្ត្រាលីបានប្រកាសឲ្យពលរដ្ឋចាក់ចេញភ្លាមខណៈឥណ្ឌាបានជំរុញឲ្យសិស្សនិងអ្នកធ្វើធម្មយាត្រាប្រើប្រាស់គ្រប់មធ្យោបាយធ្វើដំណើរពាណិជ្ជកម្មដើម្បីចាក់ចេញសូម្បីតែបុគ្គលិកស្ថានទូតអាមេរិកខ្លួនឯងដែលមិនមានភារកិច្ចសង្គ្រោះបន្ទាន់ក៏ទទួលបានការអនុញ្ញាតឲ្យចាក់ចេញពីអ៊ីស្រាអែលផងដែរវិសាលភាពនៃវិបត្តិនេះបានរីករាលដាលទៅដល់ប្រទេសលីបង់ដែលជំរុញឲ្យបារាំងអ៊ីតាលីប្រកាសអាសន្នដល់ពលរដ្ឋខ្លួនដូចគ្នាធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងស្ថានភាពសពេចសពិលជាទីបំផុតរងចាំតាមដានស្ថានភាពនៅមជ្ឈិមបូព៌ាតើវិវត្តទៅយ៉ាងណាចរចាបានមិនបានចាំតាមដានឥឡូវនេះប្រទេសទាំងអស់កំពុងតែប្រាប់ពលរដ្ឋឲ្យចាក់ចេញជាបន្ទាន់បាទចាក់ចេញពីអ៊ីស្រាអែលចាក់ចេញពីអ៊ីរ៉ង់អាចបាញ់គ្នាហើយនាពេលនេះណាតើកើតមិនកើតចាំមើល